ជាទូទៅបើយើងចង់បានប្លង់ AutoCAD ចូលទៅក្នុង SketchUp យើងត្រូវតែ import ជាងខ្ញុំចូលមកកន្លែង import ហើយយើងយកទីតាំងប្លង់យើងមកយើងចុច import ប៉ុន្តែយើងអាចចូលមកកាន់ AutoCAD យើងវិញយើងចុច Control C ហើយបន្ទាប់មកទៀត Control Shift ខ្ញុំលុបអានេះចោលសិន Control Shift V ជាការស្រេចខ្ញុំប្រើ plugin មួយឈ្មោះថា Paste from AutoCAD អញ្ចឹងយើងអាចចូលទៅ download បាននៅក្នុង Telegram Ready បាទអញ្ចឹងយើងចុចលើ attention នេះមកអញ្ចឹងយើងឃើញហើយ Paste from AutoCAD នេះហើយបន្តមកទៀតគឺខ្ញុំនឹងសេរី shortcut វាដើម្បីឲ្យយើងស្រួលចុចអញ្ចឹងយើងចូល Window Preference ហើយយើង search មក Paste នេះ Paste from AutoCAD ហើយខ្ញុំ set Control Shift V អញ្ចឹងឥឡូវខ្ញុំដកចេញសិនកុំឲ្យយើងច្រឡំអញ្ចឹងខ្ញុំចុច Control Shift V ហើយតោះមកខ្ញុំចុចសញ្ញាបូកនេះមួយហើយអូខេប៉ុណ្្នឹងគឺប្រើបានហើយ